បាទយើងបន្តមេរៀនយើងទៅមុខជាមួយគ្នាទៀតតើតើនឹង find replace and go to 3 tool នេះយើងប្រើដើម្បីធ្វើអីយើងចាប់ផ្ដើមពី tool ទី1បាទគឺ find ដែលយើងអាចប្រើ control F ក៏បានយើងយក find នៅក្នុង home tab ក៏បានដែរយើងចុចលើនឹងមកវាមានផ្ទាំងនេះឲ្យមួយហើយគេប្រាប់ថាចូលស្វែងរកសិស្សឈ្មោះសោកសៅបាទអញ្ចឹងយើងវាយតែសៅហ្នឹងក៏ចេញដែរបាទអញ្ចឹង file មុខងារវាគឺសម្រាប់រកពាក្យនៅក្នុងអត្ថបទរបស់យើងឥឡូវឧទាហរណ៍មួយទៀតខ្ញុំមានបញ្ជីឈ្មោះមួយហើយខ្ញុំចង់ដើររកឈ្មោះសម្រិទ្ធនៅកន្លែងណាឧទាហរណ៍វាច្រើនតពណ៌អញ្ចឹងណាខ្ញុំគ្រាន់តែចុចលើ file ហ្នឹងមកហើយយើងវាយសម្រិទ្ធបាទអញ្ចឹងវានឹង highlight សម្រិទ្ធនៅកន្លែងណាបាទឥឡូវយើងនៅខាងក្រោមបាទឧទាហរណ៍នៅកន្លែងនេះហើយយើងដើររកសិស្សឈ្មោះវិជ្ជការវាយវិជ្ជការអញ្ចឹងទៅអញ្ចឹងវា highlight ឈ្មោះវិជ្ជការមាន2មានកើនវិជ្ជការនិងខឿនវិជ្ជការបាទនេះគឺជាមុខងារ find ដែលយើងប្រើសម្រាប់ស្វែងរកពាក្យដែលយើងចង់រកអូខេមុខងារមួយទៀតក្រោម find ហ្នឹងគឺ replace បាទឧទាហរណ៍កន្លែងនេះគេប្រាប់ថាចូលជំនួសពាក្យដារ៉ូអូខេឥឡូវខ្ញុំឧទាហរណ៍ណាដារ៉ូមកតារាអញ្ចឹងទៅបើយើង replace មកកន្លែង find word ហ្នឹងយើងវាយដារ៉ូមកដារ៉ូហើយ replace with ហ្នឹងយើងដាក់តារាបាទ replace all អញ្ចឹងយើងឃើញថាពាក្យដារ៉ូទាំងអស់មិញត្រូវចេញជាពាក្យតារាឥឡូវយើងដូរបានណាហើយយើងចង់ដាក់ពាក្យ apple ចឹង replace all ទៅយើងនឹងឃើញថាគ្រប់ពាក្យបានណាទាំងអស់វានឹងចេញ apple បាទមុខងារនេះស្រួលពេលដែលយើងទៅសេខុសឧទាហរណ៍សភៅមួយក្បាលហ្នឹងសេខុសឲ្យតែពាក្យខុសទាំងអស់យើងអាចប្រើ replace ហ្នឹងដើម្បីជំនួសពាក្យបានចឹង find word គឺសម្រាប់រកពាក្យដែលយើងចង់ដាក់ខុសហើយ replace with គឺជំនួសដល់ពាក្យដែលត្រូវហើយចំណុចចុងក្រោយគឺ go to ឬក៏ទាំងអស់គ្នាអាចចូលទៅ find ហើយយក go to នៅទីនេះគឺបានដូចគ្នាឬក៏យើងអាចប្រើ control G សម្រាប់រត់ទៅកាន់ទំព័រដែលយើងចង់ទៅឥឡូវឧទាហរណ៍ខ្ញុំនៅទំព័រទី1បច្ចុប្បន្ននៅទំព័រទី1ចាំនៅទំព័រទី3យើងគ្រាន់តែវាយលេខ3 enter ទៅដល់ទី3ចង់វាយចាំទៅទី1វិញវាយលេខ1គឺ enter ហើយជាធម្មតាយើងប្រើ scroll bar នេះដើម្បីអូសទៅក្រោមឬក៏ទៅលើទៅទំព័រណាដែលយើងចង់បានប៉ុន្តែនៅពេលដែលយើងប្រើ go to គឺវាលឿនវាយទៅ control G វាយលេខទំព័រដែលយើងចង់ទៅ enter គឺទៅដល់ទំព័រដែលយើងចង់ទៅតែម្ដងបាទ find control F replace control H go to control G control F G A អរគុណច្រើនហើយជួបគ្នានៅលំហាត់ក្រោយៗទៀត